មកកាន់ vlog វល់ៗរបស់នាងខ្ញុំម្ដងទៀតហើយបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺនាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅលេងភ្នំតាម៉ៅតែម្ដងចាភ្នំតាម៉ៅគឺជាទីកន្លែងដែលកំសាន្តមួយល្បីជាងគេនៅប្រចាំខេត្តតាកែវហើយពីព្រោះថាគឺជាកន្លែងដែលសម្បូរសត្វក៏ដូចជាទេសភាពត្រជាក់ដោយសារតែសម្បូរព្រៃឈើព័ទ្ធជុំវិញបងប្អូនចាហើយជាកន្លែងមួយដែលបងប្អូនអាចទៅមើលសត្វច្រើនប្រភេទមែនតើប៉ុន្តែការថែទាំក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធឥឡូវនេះគឺមានការប្រែប្រួលខ្លាំងដោយសារតែមិនមែនជាផ្លូវដីទេបងប្អូនជាផ្លូវចូលទៅគឺគេក្រាលបេតុងស្អាតចាកស៊ូស្អាតអញ្ចឹងពេលដែលបងប្អូនចូលទៅអត់ពិបាកដូចពេលជំនាន់មុនណាចាស់ពីដើមក៏ធ្លាប់ទៅផ្លូវគ្រួសផ្លូវខ្សាច់បងប្អូនពិបាកធ្វើដំណើរឥឡូវខ្ញុំទៅមើលអាប់ដេតខ្លាំងណាបងប្អូនចាហើយខ្ញុំធ្វើដំណើរពីផ្លូវជាតិលេខ2ទៅកាន់ទីតាំងនោះចាអញ្ចឹងសម្រាប់បងប្អូនអ្វីដែលខ្ញុំចង់លើកឡើងបន្តិចត្រង់ចំណុចនេះខ្ញុំធ្វើដំណើរតាមផ្លូវជាតិលេខ2ខ្ញុំបានឃើញរឿងចម្លែកជាច្រើនហើយខ្ញុំសូមអំពាវនាវទៅដល់បងប្អូនដែលធ្វើការបើកបរបើបងប្អូនមានបានបើកបរខ្ញុំទៅសើតែបើអត់មានទេសូមបងប្អូនទៅធ្វើហើយទៅរៀនមើលច្បាប់បើកបរម្ដងទៀតទោះបីជាបងប្អូនប្រញាប់យ៉ាងណាក៏ដោយបងប្អូនសូមគិតពីសុវត្ថិភាពនេះដូចជាវាយចែងនៅលើស្ពានហើយគំនូសគូសហើយថាมันអាចវាយចែងបានបងប្អូនដឹងហើយគំនូសគូសភ្ជាប់បែបនេះមួយមានន័យថាมันអាចវាយចែងបានទេបើគេគូសភ្ជាប់ពីរគឺកាន់តែហាមវាយចែងតែម្ដងសំខាន់នៅលើស្ពានទៀតបងប្អូនហើយមួយទៀតមិញហ្នឹងឃើញឡានមួយគាត់វ៉ានៅខាងស្ដាំបងប្អូនគួរតែជៀសវាងទៅបងប្អូនត្រូវគិតថាបើសិនជាបងប្អូនមានឡានបងប្អូនគិតថាចេះបើមានគ្រោះថ្នាក់បងប្អូនអត់សូវបញ្ហាទេម៉ូតូឯដែលធ្ងន់ធ្ងរបងប្អូនគួរតែគិតថាចុះបើសិនជាម៉ូតូនឹងគឺជាបងប្អូនអ្នកទាំងអស់គ្នាតែបងអ្នកទាំងអស់គ្នាមានអារម្មណ៍ថាសោកស្ដាយឯបើសិនជាពួកគាត់មានបញ្ហាមិនថាតិចក្តីច្រើនក្តីឯវាខាតពេលវេលាការរកស៊ីបងប្អូនដឹងហើយសេដ្ឋកិច្ចឥឡូវគឺពិបាកខ្លាំងណាស់អញ្ចឹងនៅពេលដែលមានគ្រោះថ្នាក់មួយឬក៏ការចូលពេទ្យព្យាបាលជំងឺគឺការចំណាយមានតែចំណាយអញ្ចឹងបើបងប្អូនមានបញ្ហាទៀតសួរថាតើការចំណាយទៅលើអ្នកណាអញ្ចឹងបងប្អូនដែលគាត់មានឡានល្អឬក៏បងប្អូនតាក់ស៊ីនឹងសូមមេត្តាជួយបើកបរដោយក្តីប្រុងប្រយ័ត្នផងចាអញ្ចឹងយើងត្រឡប់មកវិញចានេះគឺជាច្រកចូលរបស់ភ្នំតាម៉ៅហើយចាបើភ្នំតាម៉ៅហើយបងប្អូនដែលគាត់ចង់ចំណាយលុយតិចខ្ញុំរៀបមិនអាចទិញញ៉ាំពីកន្លែងនេះទៅបានឬក៏អ្នកដែលមានសមាជិកតិចទៅ2ឬក៏3នាក់អីបងប្អូនអាចញ៉ាំកន្លែងនេះក៏បានដែរយើងទិញជាមាន់ឬក៏កង្កែបបោកមានត្រីអាំងមានប្រហុកដុតអីហ្នឹងដើម្បីជួយទៅដល់ប្រជាកសិករនៅខាងក្រៅហ្នឹងដើម្បីឲ្យគាត់បានរកចំណូលខ្លះដែរហើយវាក៏តម្លៃធូរថ្លៃដែរបងប្អូនមានមាន់ស្រែមានមាន់3សាសហ្នឹងនិយាយតាមត្រង់តែម្ដងចាហើយបន្ទាប់ពីចូលទៅដល់ហ្នឹងគឺយើងត្រូវបង់សេវាសម្រាប់ចូលទៅក្នុងកន្លែងកំសាន្តហ្នឹងហេតុអីមិនចាំបាច់បង់សេវាបងប្អូនសេវាទាំងអស់នេះគឺយកទៅដើម្បីអភិរក្សក៏ដូចជាជួយទិញជាចំណីទៅឲ្យសត្វដែលគេបានចិញ្ចឹមឲ្យបងប្អូនមើលក៏ដូចជាការថែទាំនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបងប្អូនឃើញឲ្យផ្លូវស្អាតហើយពេលដែលផ្លូវមានជម្រាលទឹកឬក៏ភ្លៀងបាក់ដីអីគឺខាងបងដែលគាត់នៅកន្លែងហ្នឹងគឺគាត់ទៅធ្វើផ្លូវឬក៏ក្រាលគ្រួសដើម្បីឲ្យផ្លូវវាស្មើដើម្បីឲ្យបងប្អូនមានម៉ូតូឬក៏ឡានចូលធ្វើដំណើរទៅវាស្រួលណាហើយនៅនឹងវាចំណេញត្រង់ថាបើសិនជាបងប្អូនចង់អង្គុយកញ្ចក់ក៏បានបងប្អូនចង់អង្គុយនៅតាមព្រៃនៅខាងគៀនហ្នឹងក៏បានចាមានស្រះទៀតបងប្អូនមានស្រះទឹកមួយកន្លែងទៀតបងប្អូនចង់ទៅកន្លែងហ្នឹងដើម្បីហូបអាហារជុំបងប្អូនក៏បងប្អូនអាចទៅបានដែរដូចគ្នាគឺអត់ពិបាកទេហើយអត់មានជាការគិតសេវាអីព្រោះយើងគឺ free ហើយបងប្អូនឃើញថ្ងៃនេះគឺដោយសារតែថ្ងៃបុណ្យអញ្ចឹងអ្នកដែលគាត់ទៅទស្សនារៀងច្រើនចាបន្ទាប់ពីការកនហេដ្ឋារចនាសម្ព័ន្ធមកឃើញថាមានមនុស្សម្នាទៅច្រើនមែនតើភ្នំតាម៉ៅរបស់ខេត្តខ្ញុំនៅតែមានមនុស្សទៅច្រើនហើយក៏វាជាកន្លែងមួយដែលសប្បាយខ្លាំងតិចអញ្ចឹងបើអ្នកចង់relax ឬក៏ចង់ទៅមើលសត្វអីហើយមានការដំណើរចិត្តអីបងប្អូនអាចទៅត្រឹមវត្តភ្នំតាម៉ៅបានបើជិះពីភ្នំពេញទៅប្រហែលជា40គីឡូជាងទេបងប្អូនចាហើយនៅក្នុងហ្នឹងគឺគេមានលក់ចំណីចំណុកតិចតួចដែរដូចជាទឹកអំពៅឬក៏ទឹកសុទ្ធអីបងប្អូនអាចជួយទិញប្រជាកសិករក៏បានដែរពីព្រោះថាតម្លៃគឺអត់ថ្លៃទេបងប្អូនតម្លៃធម្មតាចាតម្លៃដូចនៅខាងក្រៅអញ្ចឹងពីព្រោះថាគឺនៅទីនោះគឺរក្សាតម្លៃបានច្រើននិយាយរួមទៅតម្លៃសូម្បីតែទឹកសុទ្ធក៏អត់មានតម្លៃកោបងប្អូនដែរតម្លៃ500គឺ500តម្លៃ1000គឺ1000ដូចនៅខាងក្រៅអញ្ចឹងណាបងប្អូនចាហើយពួកខ្ញុំសម្រាប់ជ្រើសរើសយកកន្លែងនេះដើម្បីធ្វើការគេងព្រោះ
ដោយសារតែគេនៅកញ្ចក់ពួកខ្ញុំធ្លាប់គេងហើយហើយចំពោះការគេងនៅកញ្ចក់ខ្ញុំបញ្ជាក់បងប្អូនបន្តិចនៅពេលដែលយើងយកម្ហូបគេអត់គិតថ្លៃកញ្ចក់របស់យើងទេតែបើយើងទៅអង្គុយយើងមានម្ហូបខ្លួនឯងគេគិតសុំសេវាថ្លៃកញ្ចក់ណាបងប្អូនដោយសារតែពួកគាត់ត្រូវការថែទាំកញ្ចក់របស់គាត់ដែរកញ្ចក់វាមានកឌីមានអីអញ្ចឹងទៅឬក៏មេឃភ្លៀងមេឃអីអញ្ចឹងវាមានបាក់ខូចខាតអញ្ចឹងគាត់យកថ្លៃកញ្ចក់សូមបងប្អូនអធិស្ឋានចាពីព្រោះថាយកតម្លៃហ្នឹងដើម្បីយកទៅសាងសង់វិញឲ្យកញ្ចក់វាស្អាតចាកញ្ចក់ខ្លះក៏គាត់នៅប្រក់ស្បូវកញ្ចក់ខ្លះគាត់កែទៅប៉ាំងអស័យមានដង្ហែលជូនបងប្អូនកន្លែងខ្លះមានភ្លើងមានអីទៀតតែពួកខ្ញុំមកអង្គុយកន្លែងនេះព្រោះថាអង្គុយកញ្ចក់វាច្រើនដងហើយអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាទិញអាហារតាមផ្លូវមិញហ្នឹងមកញ៉ាំហើយយើងអង្គុយនៅកន្លែងដើមឈើវិញចានឹងអង្គុយកន្លែងដើមឈើចិត្តមាត់ស្រះបងប្អូនកន្លែងហ្នឹងក៏តិចម្យ៉ាងដែរបងប្អូនចង់ទៅ relax ក៏បានអីក៏បានបើបងប្អូនទៅរៀងតិចអត់សូវអីដែរព្រោះថាកន្លែងហ្នឹងវារៀងវាលដែរបើចង់បានតិចបងប្អូនកន្លែងណាដើមឈើច្រើនតិចទៅយើងអាចអង្គុយបានដែរហើយក៏ពិតកន្លែងនេះខ្ញុំថ្ងៃខ្ញុំទៅដោយសារតែខ្ញុំដាក់វីដេអូមកទៅកន្លែងខ្ញុំក៏ពិតមានបងប្អូនចិត្តបងប្អូនផ្សេងទៀតគាត់ទៅអង្គុយចិត្តខ្ញុំដែរគាត់ច្រៀងគាត់សប្បាយមួយមិត្តភ័ក្តិគាត់អីផ្សេងអញ្ចឹងទៅគឺមានចាមែននេះដោយសារតែខ្ញុំថតតែកន្លែងខ្លួនឯងចាតែពិតមានគេនៅចិត្តហ្នឹងដែរមិនស្ងាត់ឆឹងអញ្ចឹងទេបងប្អូនប៉ុន្តែបើបងប្អូនចង់ទៅចង់មានមនុស្សច្រើនបងប្អូនអាចទៅថ្ងៃបុណ្យឬក៏សៅរ៍អាទិត្យបានពីព្រោះថាខ្ញុំសួរបញ្ញាក់លក់ដូរចាគាត់ថាថ្ងៃសៅរ៍អាទិត្យគឺមានមនុស្សធម្មតាប៉ុន្តែថ្ងៃច័ន្ទដល់ថ្ងៃសុក្រវារៀងខ្សត់មនុស្សដែរដោយសារតែអ្នកធ្វើការអត់សូវមានពេលទៅសម្រាកទេចាអញ្ចឹងមានតែសៅរ៍អាទិត្យជាមួយនឹងថ្ងៃបុណ្យទានថ្ងៃពិសេសអីហ្នឹងគឺមានមនុស្សទៅលេងគូអដូចខ្ញុំថតមកអញ្ចឹងមានទៅជាគូមានទៅជាគ្រួសារមានអីចាហើយនេះគឺកន្លែងស្រះទឹកដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាគឺវា relax ពេលដែលខ្ញុំទៅខ្ញុំតែងតែរៀបចំម្ហូបខ្លួនឯងខ្លះក៏ដូចជាទិញខ្លះដោយសារតែម្ហូបខ្លះពួកអ្នកខ្ញុំមានតែ2នាក់ទេអញ្ចឹងខ្ញុំញ៉ាំអត់ច្រើនទេបងប្អូនអញ្ចឹងយើងនៅតែមកជួយទិញដដែលយើងនឹងមកជួយទិញគ្រាន់ថាយើងទិញក្នុងលក្ខណៈតូចតាចតែបើសិនជាបងប្អូនមានគ្នាច្រើនបងប្អូនអាចជួយទិញគាត់ខ្លះទៅធ្វើខ្លួនឯងខ្លះទៅបើយើងគ្នាច្រើនអត់ចង់ចំណាយច្រើនណាមានអីមួយយ៉ាងដែរតាបងប្អូនពេលដែលយើងទៅយើងអាចអានសៀវភៅក៏បានយើងចង់ស្ដាប់ចម្រៀងក៏បានយើងចង់ដើរហាត់ប្រាណក៏បាននិយាយរួមទៅបាន relax ច្រើនមែនតើអញ្ចឹងបើបងប្អូនចង់មានដំណើរកម្សាន្តចិត្តបងប្អូនកុំភ្លេចវត្តភ្នំតាម៉ៅខ្ញុំ recommend ខ្លាំងមែនតើហើយសម្រាប់តម្លៃគឺបែបខ្លាំងអត់មានថ្លៃទេបងប្អូនសម្រាប់មាន់ស្រែក៏លក់តាមទូទៅធម្មតាសម្រាប់មាន់3សាសគឺគាត់ប្រាប់3សាសក៏អត់មានកុហកបងប្អូនទេវិជាកសិករនៅនឹងល្អខ្ញុំត្រង់ថាត្រង់ហ្មងចាគឺអត់កុហកយើងទេចាហើយបងប្អូនឆ្ងល់អត់ហើយចានៅភ្នំតាម៉ៅខៃមានសัตว์អីត្រូវមើលមិនក៏មិនថតឲ្យមើលខ្ញុំទុកឲ្យបងប្អូនទៅបងប្អូនទៅមើលទៅជួយទៅមើលគ្នាទៅដើម្បីឲ្យវិជាកសិករនៅកន្លែងហ្នឹងគាត់មានការងារធ្វើផងចាហើយបងគាត់មានកម្លាំងចិត្តដែរអញ្ចឹងយើងជួយទៅមើលគ្នាទៅខ្ញុំមកថតឲ្យមើលថាមានសត្វអីខ្លះបងប្អូនទៅមើលមានសត្វអីខ្លះបងប្អូនអាចមកមើលខ្លួនឯងបានចាដើម្បីសប្រែបងប្អូនទាំងអស់គ្នាតែអ្នកធ្លាប់ទៅពីមុនឬក៏ចាស់ជំនាន់ខ្ញុំកៅជាងអីដែលខានទៅយូរហើយបងប្អូនកុំភ្លេចទៅមើលភ្នំតាម៉ៅម្ដងទៀតផងឥឡូវស្អាតជាងមុនច្រើនណាចាផ្លូវអីស្រួលជាដូចមុនទេចាព្រោះខ្ញុំអ្នកនៅនឹងខ្ញុំដឹងថាផ្លូវពីមុនមិនចាផ្លូវគ្រួផ្លូវបាក់ទឹកបាក់អីមិនតាឥឡូវស្អាតឃើញបងប្អូនឃើញអត់ពេលដែលមេឃភ្លៀងច្រោះផ្លូវអីគឺធ្វើគ្រោះឲ្យបងប្អូនស្រួលជិះចាប៉ុន្តែចំពោះស្វាឥឡូវគឺគេប្រឡែងបងប្អូនពីមុនស្វាវានៅក្នុងទ្រុងភាគច្រើនតែដោយសារតែឃើញតែពួកវាមិនសូវកាញ់មិនសូវនាំរឿងបងគាត់ដាក់វានៅខាងក្រៅហើយខ្ញុំក៏ត្រឡប់ចេញមកវិញដោយសុវត្ថិភាពអញ្ចឹងបើបងប្អូនចង់ទៅលេងនៅវត្តភ្នំតាម៉ៅកុំភ្លេចណាខ្ញុំអត់ផុសសាច់ច្រើននេះកុំភ្លេចទៅជួយលេងភ្នំតាម៉ៅផងអរគុណច្រើន